ទីហ៊ានអ៊ុយក្រែន 55,000 នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិទីហ៊ានអ៊ុយក្រែន 55,000 នាក់ត្រូវបានសម្លាប់ក្នុងសមរភូមិចំនួនទីហ៊ានអ៊ុយក្រែនដែលត្រូវបានសម្លាប់លើសមរភូមិសង្គ្រាមជាមួយកងទ័ពរុស្ស៊ីត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងដល់ប្រមាណ 55,000 នាក់នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ថ្លែងក្នុងបទសម្ភាសន៍លោកប្រធានាធិបតី Zelensky បាននិយាយថានៅក្នុងប្រទេសអ៊ុយក្រែនចំនួនទាហានដែលត្រូវបានសម្លាប់លើសមរភូមិជាផ្លូវការគឺ 55,000 នាក់ហើយក្រៅពីតួលេខអ្នកស្លាប់និងរងរបួសនោះគឺមានមនុស្សមួយចំនួនធំទៀតត្រូវបានចាត់ទុកថាបាត់ខ្លួនជាផ្លូវការគួរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈឆ្នាំ 2025 លោកប្រធានាធិបតី Zelensky បានបញ្ជាក់ពីតួលេខអ្នកស្លាប់ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែនមានត្រឹមតែប្រមាណ 46,000 នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់លើសមរភូមិរាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News